ប្អូននៅពេលដែលយើងនៅផ្ទះជួលគឺមិនដូចអ្វីដែលយើងនៅផ្ទះខ្លួនឯងអញ្ចឹងណាបងប្អូនចានៅអាមេរិកនោះខ្ញុំនៅផ្ទះខ្លួនឯងអញ្ចឹងមានភាពងាយស្រួលហើយប្តីខ្ញុំមួយទៀតក៏ជួយចិត្តខាងជួសជុលចាតុបតែងថែមនេះថែមមនុស្សនៅផ្ទះអញ្ចឹងណាបងប្អូនដល់ពេលយើងមកនៅផ្ទះជួលអញ្ចេះមានអីអញ្ចឹងយើងត្រូវសុំការអនុញ្ញាតពីម្ចាស់ផ្ទះហើយមួយវិញទៀតបើសិនជាយើងចង់លាបពណ៌ផ្ទះចង់ជួសជុលដូរនេះដូរនោះអញ្ចឹងនៅពេលដែលយើងចេញពីផ្ទះហ្នឹងគឺបានទៅម្ចាស់ផ្ទះគេហើយចាបងប្អូនអញ្ចឹងទៅខ្ញុំប្រាប់ប្តីខ្ញុំដែរដោយគាត់អ្នកចង់ជួសជុលចង់លាបពណ៌ផ្ទះគេអីអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំក៏គិតថាយើងនៅតែមួយឆ្នាំអញ្ចឹងចានៅសិនទៅពីព្រោះផ្ទះនេះក៏មិនពោប្រឡាក់អីណាស់ដែរអញ្ចឹងណាបងប្អូនចាគាត់នៅទៅគាត់ចេះទៅអានេះទៅអានេះលពឹសដៃអញ្ចឹងណាបងប្អូនប្តីខ្ញុំព្រោះសំបីនៅអាមេរិកនោះក៏ផ្ទះគាត់ចេះទៅជួសជុលចាកែអញ្ចាំងតិចទៅលាបថ្នាំពណ៌ដូរចដាលដូរអីចឹងណាបងប្អូនចាដល់ពេលយើងមកនៅផ្ទះជួលអញ្ចេះគឺអ្វីទាំងអស់យើងត្រូវការសុំអនុញ្ញាតពីម្ចាស់ផ្ទះគេហើយមួយវិញទៀតបើសិនជាយើងធ្វើចាតុបតែងផ្ទះហ្នឹងហើយដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងនៅពេលដែលយើងចេញគឺយើងចាខាតហើយគឺយើងបានទៅម្ចាស់ផ្ទះគឺយើងបកគោលឲ្យម្ចាស់ផ្ទះគេអញ្ចឹងណាបងប្អូនចាហើយអ្វីដែលជាផលវិបាកមួយទៀតនោះដូចនៅពេលដែលមានចាត្រូវការជួសជុលអីឧទាហរណ៍ថាមានសិទ្ធិខូចឬក៏ចាកន្លែងងូតទឹកអីចឹងណាបងប្អូនខូចអីចឹងគឺយើងត្រូវការតាក់ទងទៅម្ចាស់ផ្ទះដើម្បីឲ្យគេហៅជាងមកធ្វើចឹងណាចឹងទៅអាហ្នឹងក៏ជាផលវិបាកដែរដូចយើងអាចធ្វើអីបានលើខ្លួនឯងភ្លាមតន់ចិត្តទេចាយើងត្រូវតំណងមួយម្ចាស់ផ្ទះរហូតចឹងណាបងប្អូនចាប៉ុន្តែក៏ម្យ៉ាងដែរបងប្អូនដោយសារតែម្ចាស់ផ្ទះគាត់ហ្នឹងចាត់បានចឹងណាបងប្អូនគាត់លឿនដែរហើយណាមួយទៀតគាត់មានចាបុគ្គលិកផ្ទាល់ខ្លួនណាចាអញ្ចឹងទៅក៏មានបុគ្គលិកជាងភ្លើងចាមានជាងជួសជុលចាអាងទឹកចាអ្នកមើលថែជំវិញផ្ទះអីចឹងគាត់ក៏រៀងលឿនដែរចាបងប្អូនប៉ុន្តែយ៉ាងណាក៏យើងនៅតែចាំចឹងណាអត់តន់ចិត្តដូចផ្ទះរបស់យើងផ្ទាល់យើងហៅជាងមកខ្លួនឯងផ្ទាល់ទេចាបងប្អូនហើយថ្ងៃនេះខ្ញុំចង់ review ផ្ទះដែលខ្ញុំរស់នៅដែរដោយសារតែម្ចាស់ផ្ទះដែលខ្ញុំនៅនេះគឺគាត់ចង់ដាក់ផ្ទះនេះលក់ដែរអញ្ចឹងណាបងប្អូនដោយសារតែចាខ្ញុំនិយាយលេងមួយគាត់អញ្ចឹងទៅនិយាយថាពួកខ្ញុំរត់ទិញដីអញ្ចឹងណាគាត់ក៏ថាបើចង់ទិញគាត់អាចទិញផ្ទះនេះបានព្រោះគាត់ថាលក់គាត់ចង់លក់ចេញមួយដោយសារគាត់មានផ្ទះច្រើនកន្លែងដីច្រើនកន្លែងដែរអញ្ចឹងណាបងប្អូនចាហើយមួយវិញទៀតការងារគាត់ហ្នឹងគឺគាត់មាន business របស់គាត់គឺចាជាអ្នកធ្វើអាងទឹកតាមសន្តាគារចាគ្រប់កន្លែងគ្រប់ខេត្តក្រុងអញ្ចឹងណាបងប្អូនចាហើយផ្ទះនេះគឺមានបន្ទប់គេងខាងក្នុងហ្នឹងគឺមាន5បន្ទប់គេងហើយមានបន្ទប់ទឹកមាន5ពេញបន្ទប់ទឹកបងប្អូនហើយមាននៅខាងក្រៅមួយទៀតបើសិននៅអាមេរិកយើងហៅកន្លះចាព្រោះដោយសារមានតែប្រគុណទេអត់មានកន្លែងមួយទឹកអញ្ចឹងណាបងប្អូនហើយមានផ្ទះបាយធំទូលាយចាហើយក៏មានបន្ទប់ទទួលភ្ញៀវធំទូលាយដែរចាបងប្អូនប៉ុន្តែរបស់របរដែលនៅក្នុងផ្ទះនេះគឺពួកខ្ញុំមកនៅហ្នឹងគឺខ្ញុំទិញទាំងអស់ទាំងសាឡុងកៅអីទូចាទូទឹកកកចាចង្ក្រានអីពួកខ្ញុំទិញទាំងអស់អញ្ចឹងណាបងប្អូនក៏ទុកក្រេឲ្យចាហើយនឹងម៉ាស៊ីនត្រជាក់អញ្ចឹងពួកខ្ញុំទិញម៉ាស៊ីនបោកក្អាលអីផ្សេងហើយយើងទិញពូកយកមកដាក់តាមបន្ទប់នីមួយអញ្ចឹងណាបងប្អូនចាហើយរាល់ថ្ងៃហ្នឹងគឺខ្ញុំប្រើបន្ទប់4បន្ទប់ចាបងប្អូនគឺខាងក្នុងផ្ទះហ្នឹងគឺមានបន្ទប់កូនងាបន្ទប់ចាមេគ្រួសារហ្នឹងហើយនឹងបន្ទប់កូនស្រីកូនប្រុសខ្ញុំនិងប្អូនស្រីដែលគាត់មករស់នៅជាមួយអញ្ចឹងគាត់ជួយមើលថែកូននិងជួយមើលថែផ្ទះឯងអញ្ចឹងណាបងប្អូនចាអ្វីដែលខ្ញុំអត់ស្រឡាញ់នៅផ្ទះហ្នឹងគឺចាបងប្អូនអ្វីដែលខ្ញុំអត់ពេញចិត្តនៅក្នុងផ្ទះនេះគឺការលើសំឡេងខ្លាំងណាបងប្អូនដោយសារតែផ្ទះដែលគាត់ធ្វើនេះដូចគាត់អត់បានដាក់ការទប់សំឡេងពីខាងក្រៅអញ្ចឹងណាបងប្អូនចាហើយមួយទៀតនៅក្នុងផ្ទះបើសិនយើងរៀងរករ៉ាយនៅផ្ទះបាយអញ្ចឹងលឺលាន់ដល់បន្ទប់គេងចាបន្ទប់ញ៉ាំបាយអីចឹងលឺរបៀបដូចគឡខ្លាំងអញ្ចឹងណានៅតាម hallway អីក៏លឺខ្លាំងដែរចាពួកផ្ទះនេះគាត់ធ្វើដូចចាក់ស៊ីម៉ង់ខាងក្រៅទាំងអស់អញ្ចឹងណាបងប្អូនចាប្រហែលជាគាត់អត់បានដាក់សលេងឬក៏ប្រដាប់ទប់សលេងអីនៅក្នុងផ្ទះទេចាហើយនៅក្នុងក្រុងបែបនេះគឺដីផ្ទះរៀងថ្លៃបងប្អូនដោយសារតែគេគិតជាម៉ែត្រការ៉េខ្ញុំសួរបងប្អូននៅម្ដុំនេះកន្លែងដែលខ្ញុំនៅនេះគឺគិត1ម៉ែត្រការ៉េ150ទៅចា130ទៅ$150ចាបើទៅកាន់តិចគៀកតិចទៀតគឺដល់$200អញ្ចឹងក្នុង1ម៉ែត្រការ៉េចានិយាយទៅដីនៅខេត្តសៀមរាបយើងនេះគឺរៀងថ្លៃដែរបើ
យើងប្រៀបធៀបជាមួយខាងបាត់ដំបងដែលខ្ញុំធ្លាប់នៅខាងខេត្តបាត់ដំបងអញ្ចឹងណាបងប្អូនចាអញ្ចឹងទៅក៏ពួកខ្ញុំក៏អត់មានលទ្ធភាពដូចយើងទិញផ្ទះគាត់យកតែម្ដងហើយនឹងដីនេះដែរបងប្អូនតែវីដេអូនេះក៏ផ្ញើជូនដល់បងប្អូនដែលគាត់នៅក្រៅប្រទេសឬបងប្អូនយើងដែលនៅក្នុងប្រទេសចាចង់មើលផ្ទះមើលដីនៅក្នុងខេត្តសៀមរាបដែរនៅជិត Pub Street មិនឆ្ងាយប្រហែលអញ្ចឹងណាបងប្អូនមានចំណាប់អារម្មណ៍ចង់ទិញអីខ្ញុំអាចតាក់ទងម្ចាស់ផ្ទះឲ្យចាសួរគាត់ថាតម្លៃប្រហែលអីចឹងណាបងប្អូនចានិយាយទៅនៅក្នុងផ្ទះនេះបើក្រៅពីផ្ទះដែលមានសលេងឮខ្លាំងហ្នឹងគឺអត់មានអីពិបាកឯងបងប្អូនដោយសារតែផ្ទះនេះមិនឆ្ងាយពីក្រុងហើយមួយទៀតគឺមានទីធ្លាធំទលាយអញ្ចឹងណាបងប្អូនមានទីធ្លាធំទលាយហើយមានអាងទឹកចាមានអាងទឹកហើយមានដើមឈើគ្រប់ផ្សឹងគ្រប់មុខដែលគាត់ដាំនៅក្នុងនឹងស្រាប់អញ្ចឹងណាបងប្អូនចាផ្លែឈើជាដើមឈើហុកផ្លែចាមានដើមមកៈដើមញចាបងប្អូនចឹងទៅងាយស្រួលក្នុងការដែលយើងចង់ធ្វើអាម៉ុកអីមានចាដើមញបេះស្លឹកញស្រាប់ចឹងណាបងប្អូនចាហើយមានដើមក្រូចដែរចាគាត់ដាំក្រូចនិយាយទៅដូចគាត់ដាំដើមឈើហូបផ្លែម្ដងចឹងណាបងប្អូនចាដើមចេកក៏មានច្រើនចាបងប្អូនហើយនេះគឺគេហៅលវាប៉ុន្តែលវានេះលវាហូបផ្លែបងប្អូនលវាប្រាំងហើយផ្លែវាពេលទុំទៅក៏អូបស្តៀងខ្វិតទុំចាប៉ុន្តែមានរសជាតិឆ្ងាញ់ដោយសារផ្អែមចាផ្លែលវីនឹងផ្អែមហើយនេះក៏ដាំដូចគេហៅថាដើមលកម្មហ្មងបងប្អូនផ្លែលកម្មចាហើយមានស្វាយកែលមៀតនេះចាប់ផ្ដើមក្តាប់ហើយបងប្អូនចាពួកខ្ញុំបេះបានធ្វើទឹកប្រហុកម្ដងហើយចាឥឡូវកំពុងគិតថាក្តាប់ច្រើនផ្លែច្រើនអញ្ចឹងប្រហែលជាបេះយកមកត្រាំចាប្រហែលតែត្រាំរបៀបដូចយើងត្រាំមួយថ្ងៃពីរអីញ៉ាំអញ្ចឹងណាបងប្អូនត្រាំស្រួយចាឥឡូវគេនិយមស្វាយកែលមៀតត្រាំស្រួយចាមានស្លឹកគ្រៃដែរចាពេលត្រូវការស្លអីអត់ពិបាកឯនៅផ្ទះនេះបងប្អូនបេះស្លឹកគ្រៃរំដេងខ្ញីអីក៏មានគ្រប់សពបងប្អូនចាខ្ជាយអីក៏មានដែរយើងបេះមកធ្វើម្ហូបភ្លាមណាចាម្ចាស់ផ្ទះនេះគាត់ប្រកែបងប្អូនគាត់ទិញដីនឹងហើយគាត់ដាំដើមឈើសិនហើយបានគាត់មកធ្វើផ្ទះចឹងណាបងប្អូនហើយក្រៅពីផ្ទះ5បន្ទប់នៅខាងក្នុងហ្នឹងគាត់ក៏មានចាជាផ្ទះតូចមួយលក្ខណៈធ្វើជា office បងប្អូនមានបន្ទប់3មានបន្ទប់ទឹកខាងក្នុងនឹងដែរហើយការដែលខ្ញុំសួរគាត់គឺផ្ទះខាងមុខហ្នឹងគាត់ធ្វើឲ្យបុគ្គលិកគាត់ស្នាក់នៅចឹងណាបងប្អូនចាប៉ុន្តែឥឡូវហ្នឹងគឺប្តីខ្ញុំគាត់យកមកបន្ទប់សម្រាប់ធ្វើ office គាត់ចាហើយស្រួលដែរបងប្អូនពេលប្តីខ្ញុំគាត់មាន office ចឹងទៅគាត់អាចធ្វើការបដោតអារម្មណ៍ធ្វើការរហូតដល់យប់ដែរអញ្ចឹងណាបងប្អូនពួកគាត់ធ្វើការយប់ថ្ងៃខុសគ្នា2ម៉ោងនៅអាមេរិកចាព្រោះនៅអាមេរិកយប់យើងនៅនេះថ្ងៃអញ្ចឹងទៅគាត់ពេលខាងនោះគេយប់យើងថ្ងៃវិញអញ្ចឹងណាបងប្អូនចាច្បល់គ្នាដូចនៅពេលដែលគេយប់យើងថ្ងៃដល់ពេលថ្ងៃចាដល់ពេលខាងគេថ្ងៃនោះយើងយប់វិញអញ្ចឹងទៅប្តីខ្ញុំក៏នៅធ្វើការដល់យប់ដើម្បីប្រជុំជាមួយពួកគេនៅខាងអាមេរិកអញ្ចឹងមានភាពងាយស្រួលព្រោះគាត់មាន office ដាច់ឡៃអញ្ចឹងណាបងប្អូនចាហើយម្យ៉ាងទៀតគឺនៅក្នុងនេះចាបងប្អូនសុវត្ថិភាពព្រោះពួកគាត់ម្ចាស់ផ្ទះហ្នឹងគាត់ធ្វើលបងចិត្តដែរចិត្តឈឹងអញ្ចឹងណាបងប្អូនហើយនៅក្បែរផ្ទះគាត់ហ្នឹងគឺផ្ទះមេធាវីចាផ្ទះគេដីគេធំដែរចាហើយនៅក្នុងនេះក៏មានដើមឈើហូបផ្លែផ្សេងទៀតណាបងប្អូនស្វាយផ្អែមស្វាយអីហើយមានផ្កាកវ៉ាន់ផ្ការំដួលអីចឹងណាបងប្អូនចាល្អម្យ៉ាងហើយមានដើមស្ដៅនិយាយទៅបើសិនជាមានអ្នកគាត់ទិញផ្ទះនេះទៅគឺដូចមានមួយសិតហ្មងបើគាត់មានសមត្ថភាពក្នុងការទិញផ្ទះនេះបងប្អូនដីក៏ធំតំណាំក៏ច្រើនអញ្ចឹងមានភ្ញៀវមានដើមអីដើមភៀវដើមអីអញ្ចឹងណាបងប្អូនចាត្រឡប់ទៅបន្ទប់ខាងមុខវិញយើងអាចមានបងប្អូនច្រើនអីចឹងឬក៏យើងចង់ជួលឲ្យគេអីយើងអាចដាក់3បន្ទប់ខាងមុខហ្នឹងជួលបានទៀតចឹងណាបងប្អូនតែឥឡូវពួកខ្ញុំដាក់ធ្វើ office ហើយនឹងសម្រាប់មានភ្ញៀវដោយបងប្អូនមកពីខេត្តគាត់មកលេងពេលបុណ្យទានអីចឹងគាត់អាចគេងនៅបន្ទប់ខាងក្រៅបានបើសិនជាគាត់ចង់បានបន្ទប់ដាច់ដライពីផ្ទះខាងក្នុងចឹងណាបងប្អូនចាចឹងទៅងាយស្រួលចាប៉ុន្តែគ្រាន់ថាពួកខ្ញុំនេះគឺជួលនៅទេបងប្អូនពួកខ្ញុំអត់បានទិញដាច់ទេចឹងណាចាហើយក៏ពួកខ្ញុំមានកម្រងថាបើសិនជាយើងទិញដីបាន
có dươngនឹងធ្វើផ្ទះហើយមានផ្ទះចាសម្រាប់មានបន្ទប់ខាងក្រៅសម្រាប់ឲ្យបងប្អូនភ្ញៀវដែលគាត់មកលេងអញ្ចឹងគាត់មកនៅអីចឹងអាចនៅមួយពួកយើងបានអញ្ចឹងណាបងប្អូន